ចាញ់ហើយនៅតែស៊ូរហូតតតែឈ្នះសម្រាប់ខ្ញុំតាមរយៈការប្រកួតប្រជែងកន្លងមកវាគឺជាបទពិសោធន៍ដ៏ល្អបំផុតជាឱកាសមួយដែលអាចឲ្យខ្ញុំទទួលបាននិងរៀនសូត្រនៅចំណេះដឹងថ្មីៗមានភាពក្លាហានជាងមុននិងបានជួបនឹងស្គាល់មនុស្សថ្មីខ្ញុំគិតថាវាពិតជាសំខាន់ណាស់ខ្ញុំអាចសិក្សាស្រាវជ្រាវនៅមេរៀនថ្មីបង្កើនភាពក្លាហានធ្វើឲ្យខ្ញុំយល់បន្ថែមពីការប្រកួតប្រជែងជាច្រើនដូចជាហានធីនិទានរឿងជាភាសាអង់គ្លេសឬ storytelling ប្រកួតពន្យល់ពាក្យការប្រកួតតាមសេចក្តីនិងការប្រកួតតាមពិព័រណ៍ស្នាដៃសិស្សជាដើមខ្ញុំបានទទួលនៅជ័យលេខ2ចំពោះការប្រកួតតាមសេចក្តីកន្លងមកខ្ញុំបានចូលរួមប្រកួតប្រជែងកម្មវិធីជាច្រើនដូចជាវប្បធម៌អរិយធម៌ខ្មែរការប្រកួតអំណានការប្រកួតភូមិសាស្ត្រតែខ្ញុំមិនទាន់ទទួលបានជ័យលាភីក៏ពិតមែនប៉ុន្តែខ្ញុំនៅតែគិតថាការចូលរួមប្រកួតប្រជែងកម្មវិធីទាំងនេះបានធ្វើឲ្យខ្ញុំមានឱកាសក្នុងការអភិវឌ្ឍខ្លួនឯងនិងទទួលបាននូវចំណេះដឹងថ្មីកម្មវិធីដែលខ្ញុំសង្ឃឹមថាខ្ញុំមានឱកាសដែលអាចទទួលបានជ័យលាភីជាងគេគឺកម្មវិធីវប្បធម៌អរិយធម៌ខ្មែរខ្ញុំបានចូលរួមប្រកួតកម្មវិធីនេះរយៈពេល3ឆ្នាំមកហើយដូច្នេះខ្ញុំមានបទពិសោធន៍ច្រើននិងយល់ច្បាស់ពីកម្មវិធីនេះក៏ដល់បន្តគឺខ្ញុំនឹងត្រូវខិតខំប្រឹងប្រែងដើម្បីទទួលបាននូវជ័យលាភីនាពេលខាងមុខរយៈពេល3ឆ្នាំដែលខ្ញុំបានសិក្សានៅសាលារៀនអន្តរជាតិអាមេរិកខ្ញុំបានកែប្រែជាច្រើនហើយខ្ញុំក៏បានយល់ដឹងច្បាស់ពីសីលធម៌របស់កុមារនិងស្គាល់អំពីអ្វីថ្មីដែលសាលារៀន AF បានចែករំលែកមកខ្ញុំជាពិសេសអត្តចរិតនិងការអភិវឌ្ឍចំណេះដឹងសម្រាប់ការសិក្សានៅ AF មិនត្រឹមតែមានសកម្មភាពនៅក្នុងថ្នាក់ប៉ុណ្ណោះទេមានដំណើរទស្សនកិច្ចការចោះចាយអំណោយនិងការធ្វើការងារសង្គមផ្សេងៗសកម្មភាពទាំងនេះអាចធ្វើឲ្យខ្ញុំមានភាពក្លាហានមានទំនាក់ទំនងល្អទៅនឹងសង្គមនិងអាចយល់ដឹងពីមជ្ឈដ្ឋានខាងក្រៅផងដែរនេះខ្ញុំសូមសម្ដែងនៅសេចក្តីសោមនស្សរីករាយជាអារម្មណ៍ផ្ទាល់ខ្លួនគឺសប្បាយចិត្តនៅពេលដែលកូនអាចចូលរួមប្រកួតប្រជែងទោះបីជាលទ្ធផលឥឡូវនេះក៏អត់ទាន់ទទួលបានជ័យលាភីនៅក្នុងការប្រកួតទូទាំងប្រទេសក៏ដោយប៉ុន្តែជារួមតែងតែមានការខិតខំស្រាវជ្រាវក៏ដូចជាការស្វែងសិក្សារបស់គាត់បង្កើននៅចំណង់ចំណូលចិត្តក្នុងការអានការសិក្សាស្រាវជ្រាវពង្រីកទំនាក់ទំនងការងារផងដែរពីព្រោះពេលណាមានការប្រកួតប្រជែងគាត់មានការទំនាក់ទំនងសិក្សាស្រាវជ្រាវក៏ដូចជាធ្វើការជាក្រុមបានល្អប្រសើរពេលដែលប្រឡងជាប់នៅខេត្តហើយគាត់ទៅប្រឡងនៅភ្នំពេញយើងកាន់តែបាក់ចិត្តដោយសារឃើញថាកម្រិតសមត្ថភាពរបស់កូនយើងដែលសិក្សានៅខេត្តនេះគាត់អាចប្រកួតប្រជែងជាមួយនឹងសិស្សផ្សេងទៀតនៅភ្នំពេញនៅបណ្ដាខេត្តផ្សេងៗអញ្ចឹងជាចំណុចមួយដែលខ្ញុំមានមោទនភាពផងដែរខ្ញុំជឿជាក់ថាកូនស្រីទាំងពីរអាចនឹងទទួលបាននៅជ័យលាភីណាមួយជាក់ជាមិនខានសាលារៀនអន្តរជាតិអាមេរិក AIS គុណភាពវិន័យនិងសេវាកម្ម